នៅឆ្នាំ1942 សឹង ងុក ម៉ាញ់ បានបង្កើតនៅសាខាបកកុម្មុយនីសឥណ្ឌូចិននៅកម្ពុជាលុះ8ឆ្នាំក្រោយមកនៅក្នុងខែមេសាឆ្នាំ1950 សឹង ងុក ម៉ាញ់ បានបង្កើតនៅចលនាប្រដាប់អាវុធមួយទៀតមានឈ្មោះថាគណៈជាតិមុទគីហាដែលមានមូលដ្ឋាននៅខេត្តតៃninhនៃប្រទេសវៀតណាមយ៉ាងណាមិញគណៈជាតិមុទគីហានេះពុំមានឯករាជ្យទេគឺស្ថិតនៅក្រោមការដឹកនាំបញ្ជាផ្ទាល់ពីគណៈមជ្ឈិមបកកុម្មុយនីសឥណ្ឌូចិនដែលគេក្តោបក្តាប់លើកិច្ចការខ្មែរដូចជានយោបាយយោធាសេដ្ឋកិច្ចវប្បធម៌សង្គមគិច្ចលុះក្រោយមកនៅថ្ងៃ11ខែវិច្ឆិកាឆ្នាំ1945គណៈបកកុម្មុយនីសឥណ្ឌូចិនបានប្រកាសបដូរឈ្មោះមកជាគណៈបកកុម្មុយនីសវៀតណាមរួចប្រកាសផ្ដល់សិទ្ធិស្វ័យសម្រេចទៅឲ្យឡាវនិងកម្ពុជាដឹកនាំនិងទទួលខុសត្រូវលើចលនាកុម្មុយនីសនៅក្នុងប្រទេសរៀងៗខ្លួននៅថ្ងៃទី28ខែមិថុនាឆ្នាំ1951ក្រុមចលនាកុម្មុយនីសខ្មែរបានធ្វើមហាសន្និបាតសម្ងាត់លើកទី1របស់ខ្មែរដោយបានបង្កើតទៅជាគណៈបកកុម្មុយនីសកម្ពុជាដោយមានលោកសឹង ងុក ម៉ាញ់ជាប្រធានលោកទូសមុទ្រជាអនុប្រធាននិងលោកសៀវហេងជាអគ្គលេខាធិការទោះបីមានការបែងចែកគណៈបកជា3ពិតមែនតែវៀតណាមនៅតែដើរតួនាទីជាបងធំនិងប្រកាន់តួនាទីដឹកនាំដោយដើមដដែលការបែងចែកបកជា3នេះនាំឲ្យមានមតិភ័ន្តច្រឡំជាច្រើនទាំងនៅក្នុងបេក្ខជនខ្មែរនិងវៀតណាមមតិខ្លះថាវៀតណាមបានបោះបង់ចោលកម្ពុជាហើយមតិខ្លះទៀតយល់ឃើញថាបកនៅកម្ពុជាមានឋានៈទាបជាងបកពលកររបស់វៀតណាមជាដើមតើចលនាកុម្មុយនីសខ្មែរនេះបានធ្វើអ្វីខ្លះនៅក្នុងប្រទេសកម្ពុជាពីឆ្នាំ1942ដល់ឆ្នាំ1953ដែលខ្មែរទទួលបានឯករាជ្យទាំងស្រុងពីអាណានិគមនិយមបារាំងចលនាកុម្មុយនីសខ្មែរបែងចែកចេញជា3ផ្នែកសំខាន់គឺក្រុមបំពាក់បំពន់នយោបាយនិងធ្វើសកម្មភាពពីចម្ងាយប្រចាំនៅវៀតណាមនិងអ្នកតស៊ូនៅក្នុងក្រុងអ្នកតស៊ូនៅតាមព្រៃភ្នំដើម្បីកៀរគរការគ្រប់គ្រងពីសំណាក់អ្នកស្រុកភូមិជាកសិករការតស៊ូនៅតាមព្រៃភ្នំគេមានអ្នករៀបចំជាមន្ទីរឃោសនាការដែលតាំងមូលដ្ឋាននៅភូមិតាសាញ់ស្រុកសំឡូតខេត្តបៃលិនមន្ទីរឃោសនាការនេះមានភារកិច្ចឃោសនាអប់រំសរសេរអត្ថបទកាសែតសេចក្តីអំពាវនាវនិងឯកសារអប់រំកម្មាភិបាលតាមភូមិឃុំក្រៅពីនេះគេបានរៀបចំជាកម្លាំងប្រយុទ្ធដើម្បីវាយបារាំងនៅតាមស្រុកភូមិនានាក្នុងតំបន់ជនបទដែលគេហៅថាកងទ័ពអ៊ីសារ៉ាកងទ័ពនេះមិនមែនជាកម្លាំងខ្មែរសុទ្ធនោះទេគឺជាការរួមបញ្ចូលកម្លាំងគ្នារវាងខ្មែរនិងវៀតណាមរដ្ឋការបារាំងបានធ្វើសកម្មភាពយ៉ាងភ្លឺថ្លាដើម្បីតាមកំទេចកម្លាំងអ៊ីសារ៉ាតាមរយៈការបែកខិត្តប័ណ្ណតាមអាកាសនិងការអំពាវនាវកុំឲ្យពលរដ្ឋខ្មែរទៅសេពគប់នឹងក្រុមនេះត្បិតជាក្រុមដែលរស់នៅតាមព្រៃភ្នំគ្មានបាយហូបនិងផ្ទះសម្បែងស្នាក់នៅត្រឹមត្រូវនោះទេកងទ័ពអ៊ីសារ៉ាដែលមានសមត្ថភាពប្រយុទ្ធខ្លាំងជាងគេគឺក្រុមអង្គភាពលេខ160ដែលចម្រុះទៅដោយខ្មែរនិងវៀតណាមក្រោយសន្និសីទក្រុងហ្សឺណែវឆ្នាំ1954កម្លាំងអ៊ីសារ៉ាត្រូវបានរំសាយទៅវិញអស់មួយចំនួនទៀតឡើងទៅរៀនសូត្រនយោបាយនៅប្រទេសវៀតណាមហើយមួយចំនួនទៀតបានបង្កើតទៅជាគណៈបកនយោបាយដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមខ្មែរអ៊ីសារ៉ាត្បិតថាមិនទទួលជោគជ័យនៅក្នុងការដណ្ដើមយកឯករាជ្យជូនប្រទេសកម្ពុជាទោះបីជាក្រុមនេះមានកម្លាំងប្រដាប់អាវុធនិងទទួលបានជំនួយពីក្រុមកុម្មុយនីសវៀតណាមក៏ដោយយ៉ាងណាមិញចលនាខ្មែរអ៊ីសារ៉ានៅតែបន្តធ្វើសកម្មភាពនៅប្រទេសកម្ពុជារហូតអាចផ្ដួលរំលំរបបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខលន់ នល់ហើយបានបង្កើតទៅជារបបកម្ពុជាប្រជាធិបតេយ្យដែលជាយុគខ្មៅងងឹតជាងគេរបស់ប្រទេសកម្ពុជា